រឿងសំខាន់5យ៉ាងដែលអ្នកត្រូវធ្វើក្នុងជីវិតដើម្បីកុំឲ្យស្ដាយក្រោយទៅថ្ងៃមុខនៅក្នុងគំនិតរបស់អ្នកតើអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតនេះគឺជារឿងសំខាន់5យ៉ាងនៅក្នុងជីវិតដែលអ្នកអាចស្ដាយក្រោយប្រសិនបើអ្នកមិនអាចធ្វើវាបាន1ក្លាយជាកំណែដ៏ល្អបំផុតរបស់ខ្លួនអ្នកជារឿយយើងទុកឲ្យការសង្ស័យខ្លួនឯងមាននៅក្នុងជីវិតរបស់យើងនេះធ្វើឲ្យអ្នកមិនអាចរីកចម្រើនលូតលាស់ឆ្លងកាត់និងរស់នៅដោយចំណង់ចំណូលចិត្តអ្នកច្រើនតែភ្លេចថែរក្សាសុខភាពឬមើលថែខ្លួនឯងនេះរារាំងអ្នកពីការធ្វើខ្លួនឲ្យល្អបំផុតលោក Mark Twain ធ្លាប់និយាយថាប្រសិនបើអ្នកមិនព្យាយាមឲ្យអស់ពីសមត្ថភាពឥឡូវនេះទេ20ឆ្នាំក្រោយអ្នកនឹងស្ដាយក្រោយដែលអ្នកមិនបានខំប្រឹងការពីអតីតកាលកំណត់ជិះទូកមិនព្រមតាមចាប់ក្តីសុបិនមិនស្វែងយល់ដើម្បីសម្រេចជោគជ័យខ្លួនឯង2មិនដើរតាមក្តីសុបិនរបស់អ្នកប្រសិនបើអ្នកមិនកំណត់គោលដៅក្តីសុបិននិងគោលដៅធំរបស់អ្នកឲ្យបានច្បាស់ទេអ្នកនឹងងាយជួបប្រទះនៅទម្លាប់មិនល្អដូចជាការងារហួសកម្លាំងទំនាក់ទំនងគ្មានទីបញ្ចប់ឬទម្លាប់អាក្រក់ផ្សេងទៀតនេះក៏ជាមូលហេតុដែលអ្នកមិនអាចឆ្លងកាត់និងក្រោកឈរឡើងហើយផ្លាស់ប្ដូរបានជារៀងរហូតជំនួសឲ្យការដេញតាមក្តីសុបិនរបស់អ្នកហើយរីកលូតលាស់ជារៀងរាល់ថ្ងៃអ្នកនឹងមិនមានអ្វីល្អប្រសើរឡើយរស់នៅក្នុងជីវិតដែលមានគោលបំណងធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នកហើយជឿជាក់លើខ្លួនឯងនៅពេលអ្នកជឿជាក់លើខ្លួនឯងអ្នកសុខចិត្តហ៊ានប្រថុយដើម្បីដើរតាមក្តីស្រមៃរបស់អ្នកចាប់ផ្ដើមកំណត់គោលដៅរបស់អ្នកនៅថ្ងៃនេះ3កុំរស់នៅក្នុងជីវិតអ្នកដទៃការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃនិងការរស់នៅរបស់អ្នកដទៃអាចគ្រាន់តែធ្វើឲ្យអ្នកមិនពេញចិត្តនិងមើលងាយខ្លួនឯងទៅវិញយើងគួរតែធ្វើការផ្លាស់ប្ដូរជីវិតរបស់យើងតាមរបៀបដែលយើងអាចធ្វើបាននៅឲ្យឆ្ងាយពីបរិយាកាសអវិជ្ជមាននិងមនុស្សអវិជ្ជមានផ្ទុយទៅវិញសូមបង្កើតមិត្តភ័ក្តិនិងការជែកជាមួយមនុស្សដែលបំផុសគំនិតអ្នកយើងជាច្រើនកំពុងព្យាយាមរស់នៅក្នុងជីវិតរបស់អ្នកដទៃឧទាហរណ៍អ្នកចង់ក្លាយជាកូនប្រុសល្អនិងកូនស្រីល្អដើម្បីផ្គប់ចិត្តឪពុកម្ដាយអ្នកប្រឡងចូលសាកលវិទ្យាល័យជ្រើសរើសមុខវិជ្ជាធំតាមការជ្រើសរើសរបស់ឪពុកម្ដាយអ្នកទោះយ៉ាងណានេះមិនមែនជាផ្លូវទៅកាន់សុភមង្គលសម្រាប់អ្នកឡើយមានតែពេលក្រោយនៅពេលដែលយើងមិនពេញចិត្តនឹងជីវិតរបស់យើងទើបតែចាប់ផ្ដើមចោទសួរថាតើជីវិតដែលយើងកំពុងរស់នៅនឹងថាតើយើងពិតជាផ្ដោតលើអ្វីដែលសំខាន់នៅក្នុងជីវិតរបស់យើងឬយ៉ាងណា4ចាប់ផ្ដើមយឺតនៅថ្ងៃនេះយើងតែងតែគិតថាយើងមានពេលច្រើនការពិតយើងមិនដឹងថាថ្ងៃស្អែកនឹងនាំមកនូវអ្វីទេដូច្នេះអ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបានគឺចាប់ផ្ដើមផ្លាស់ប្ដូរនៅថ្ងៃនេះយកអារម្មណ៍ទៅផ្ដោតលើការធ្វើអ្វីដែលសំខាន់ក្នុងពេលនេះដែរនេះអាចជួយអ្នកឈានមួយជំហានឆ្ពោះទៅរកក្តីស្រមៃរបស់អ្នកឧទាហរណ៍ប្រសិនបើអ្នកចង់ធ្វើដំណើរច្រើនសូមរៀបចំផែនការសន្សំប្រាក់ជារៀងរាល់ខែសម្រាប់វិស្មកាលធំក្នុងរយៈពេល2 3សប្តាហ៍ខាងមុខនេះរកមើលគោលដៅដែលអាចធ្វើទៅបានហើយរៀបចំគម្រោងធ្វើដំណើររបស់អ្នកនៅពេលអ្នកបានជ្រើសរើសជាមួយនឹងជំហានតូចនីមួយអ្នកនឹងខិតទៅជិតសម្រេចគោលដៅរបស់អ្នកដូច្នេះចាប់ផ្ដើមថ្ងៃនេះដោយកំណត់គោលដៅនិងបង្កើតផែនការដើម្បីសម្រេចវា5ចំណាយពេលជាមួយគ្រួសារនិងមិត្តភក្តិការវិនិយោគធំបំផុតមួយដែលអ្នកអាចធ្វើនៅក្នុងជីវិតរបស់អ្នកគឺចំណាយពេលច្រើនជាមួយមនុស្សដែលសំខាន់បំផុតនេះច្រើនតែនិយាយស្រួលជាងធ្វើតើអ្នកធ្វើឲ្យមានតុល្យភាពការងាររបស់អ្នកយ៉ាងដូចម្តេចជាមួយនឹងការនៅផ្ទះដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារឬចំណាយពេលច្រើនជាមួយកូនរបស់អ្នកការធ្វើការច្រើនម៉ោងអាចបណ្ដាលឲ្យមានការថប់បារម្ភនិងភាពតានតឹងអ្នកព្រួយបារម្ភអំពីការមិនទុកពេលវេលាសម្រាប់ការងារដែលនឹងធ្វើឲ្យថៅកែនិងមិត្តរួមការងាររបស់អ្នកមិនកោតសរសើរអ្នកប៉ុន្តែគ្រួសារអ្នកក៏ត្រូវការអ្នកដែរវាមានសារៈសំខាន់ណាស់ក្នុងការរៀបចំកាលវិភាគរបស់អ្នកដើម្បីប្រាកដថាអ្នកតែងតែចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកជាជាងរវល់ជាមួយការងារ